Succession law យើងសិក្សាអំពីរបៀបបែងចែកមរតកដែលសន្តតិជនបានលាចាកលោកទៅមានន័យថាសន្តតិជនមានន័យថាអ្នកស្លាប់ហើយម្ចាស់ទ្រព្យដែលបានលាចាកលោកទៅប្រគល់ឲ្យទៅណា Modern capacity development មានន័យថាជាការអភិវឌ្ឍខ្លួនរបស់យុវជនតាមសម័យទំនើបនាពេលបច្ចុប្បន្ន Foundation of Administrative Law មានន័យថារបបកំហើញនៃការគ្រប់គ្រងរដ្ឋបាលតាមបែបសម័យទំនើបនាសម័យ Digital The modern public service mandate មានន័យថាការសិក្សាទៅលើសេវាសាធារណៈក្នុងសម័យទំនើបដែលជាប្រព័ន្ធ Digital Reimaging education មានន័យថាការរៀបចំប្រព័ន្ធសិក្សាទីការឲ្យមានលក្ខណៈទំនើបតាមសម័យ Digital Administrative law យើងសិក្សាអំពីការរៀបចំប្រព័ន្ធរដ្ឋបាលនាពេលកន្លងមករហូតដល់ពេលបច្ចុប្បន្នដែលតម្រូវឲ្យមានការធ្វើការកែតម្រង់ Foundation of Constitutional Law មានន័យថាការរកឃើញនៅការរបៀបបង្កើតរដ្ឋធម្មនុញ្ញសម័យទំនើប Electoral Administrative System សិក្សាអំពីរបបកំហើញនៃការរៀបចំប្រព័ន្ធរដ្ឋបាលបោះឆ្នោតតាមសម័យទំនើបស្របតាមសភាពការបច្ចុប្បន្ន Landscape of Power មានន័យថាជាការសិក្សារបបកំហើញនៅការរៀបចំការគ្រប់គ្រងពិភពលោកទាំងមូលបាទហើយនេះជា UN ត្រូវការរៀបចំប្រព័ន្ធរដ្ឋបាលសម័យថ្មី The Journey Child and Youth Development យើងសិក្សាអំពីរបៀបការអភិវឌ្ឍខ្លួនរបស់កុមាររហូតនឹងយុវវ័យនាសម័យទំនើបបច្ចេកសព្ទយើងបានប្រមូលចងក្រងនៅបទដ្ឋានគតិយុត្តនៅកម្ពុជាចាប់ពីឆ្នាំ1993ដល់2020អនុស្រីអាចจะជើញចុះជីវតាមប្រព័ន្ធគ្រប់គ្រងឥឡូវនេះអនុស្រីនឹងបានទទួលការបញ្ចុះតម្លៃ$2ក្នុងមួយក្បាលសូមគ្រប់អរគុណនិងសូមអរគុណជាពលិក